តើអ្នកអាចសម្រានបានលោកដែរទេនៅពេលឮសំឡេងព្រឺព្រួចបន្លាចបែបនេះតើអ្នកភ័យដែរទេនៅពេលឮសំឡេងឧទ្ធម្ភាគចក្រនៅប្រភេទយន្តហោះទម្លាក់គ្រាប់ដូចនេះបើសិនជារូបអ្នកអាចប្រហែលចាកចេញពីទីនេះហើយទីនេះជាភូមិព្រៃច័ន្ទនិងភូមិជោគជ័យស្ថិតនៅក្នុងភូមិអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យព្រះរាជាណាចក្រកម្ពុជាដែលជាប់ព្រំដែនជាមួយប្រទេសថៃសពថ្ងៃនេះប្រជាពលរដ្ឋរាប់រយគ្រួសារនៃភូមិទាំងពីរកំពុងរស់នៅដោយភាពភ័យខ្លាចដោយសារតែការចាក់សម្លេងរំខានខ្លាំងនិងមានកម្រិតខ្ពស់ពីក្រមជ្រុលនិយមថៃដែលបានបង្កការរំខានដល់ការទទួលទានដំណេកធ្វើឲ្យថប់អារម្មណ៍និងបង្កឲ្យមានការមិនសុខស្រួលផ្លូវកាយដល់ប្រជាជនរស់នៅក្នុងតំបន់នោះមិនថាស្ត្រីកុមារចាស់ជរាជនមានពិការភាពនិងអ្នកជំងឺហ្នឹងឯងយើងចេះតែភ័យញ័រទៅស្រឹកពេញហ្នឹងទៅនឹងធ្វើមិនបើធ្វើអញ្ចឹងឯងតែនៅទៅទ្រាំនៅទៅអត់បានទេអត់លក់ទេញ័របេះដូងទៅយើងដេកគេអត់លក់ទេកូនដេកអត់គេអត់លក់សោះបិទភ្នែកយ៉ាងណាក៏ដូចអីទួលភ្នែកយើងហួសអាទំនេកយើងហួសត្បូងស្មានតែខ្វាច់មែនតើនៅពេលរត់ចេញមកមើលក្រៅបាសថៃវិដាក់ទេអញ្ចឹងទៅក៏ចូលទៅក្នុងផ្ទះអង្គុយយើងងុយគេងទៅយើងគេឲ្យបានទេព្រោះអីថ្លង់នឹងភ្លេងខ្មោចវាខ្លះពេលដូរដាក់ភ្លេងតកែភ្លេងឆ្កែលូហើយម៉ោង3ទៀតភ្លឺវីដេអូដាក់សលេងយន្តហោះវាបិទម៉ោង2:10ម៉ោង3ភ្លឺវាដាក់សលេងយន្តហោះដំបូងសលេងយន្តហោះខ្ញុំគិតថាអើយទៅយន្តហោះធ្លាក់ពេញមុខផ្ទះដល់ពេលរត់ចេញមកក្រៅបាទទៀតបើចាក់ទៅខ្ញុំពងអត់ដេកដល់ពេលដេកខ្ញុំញាក់មកខ្ញុំញ័រអស់លេងដល់ពេលទៅខ្ញុំដូចមានអារម្មណ៍ថាខ្លាចកាលពីវេលាយប់ថ្ងៃទី10ខែតុលាឆ្នាំ2025ជាវេលាដែលក្រមជ្រុលនិយមថៃបានចាប់ផ្ដើមប្រើប្រាស់សម្លេងរំខានចាក់បន្លាចដំឡង់និងបំភ័យប្រជាជនកម្ពុជានៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យការចាក់នេះធ្វើឡើងក្នុងពេលរាត្រីនិងពេលទៀបភ្លឺជាពេលដែលមនុស្សគ្រប់គ្នាកំពុងត្រូវការសម្រាកលំលក់មិនមែនតែមួយយប់ទេគឺរហូតដល់4យប់ពលគឺរហូតដល់ថ្ងៃទី13ខែតុលាឆ្នាំ2025សម្លេងនៅតែចាក់បន្តដោយគ្មានការគិតពីការបំពានសិទ្ធិនៃការរស់នៅរបស់មនុស្សជាតិនោះទេតួយ៉ាងនេះគឺជារូបភាពចេញពីឧបករណ៍វាស់កម្រិតសំឡេងពីក្រុមការងារជំនាញនៅយប់ថ្ងៃទី13ខែតុលាឆ្នាំ2025កម្រិតសំឡេងនេះឡើងដល់100ដេស៊ីបែលដែលជាកម្រិតគៀកទៅដល់ការប៉ះពាល់ក្រដាសត្រចៀកមនុស្សគណៈការសិក្សាបែបវិទ្យាសាស្ត្របញ្ជាក់ថាសំឡេងលើសពី140ដេស៊ីបែលអាចធ្វើឲ្យខូចក្រដាសត្រចៀកហើយបើលើសពីនេះនឹងកាន់តែធ្ងន់ធ្ងរកម្រិតសំឡេងនេះឮខ្លាំងយ៉ាងណាក្តីមិនអាចបដិញប្រជាពលរដ្ឋចេញពីទីនេះទេពួកគាត់ស៊ូទ្រាំរស់នៅលើទឹកដីនិងផ្ទះរបស់ពួកគាត់ដោយប្រើប្រាស់ឧបករណ៍ញឹកត្រចៀករៀងៗខ្លួនជាពិសេសជនងាយរងគ្រោះមិនថាកុមារចាស់ជរានិងអ្នកមានជំងឺសំលេងញុកនាំលេងញុកជាទាំងអស់តែគ្នានឹងឯងឡើងកូនចៅឲ្យឡើងឈឺអស់ហើយវាអត់សំលេងដេកបានហ្នឹងអត់ដែរជួដេកហឹងជាហឹងអីទៅណាកូនហឹងជាទៅយូរទៅតួខ្លាំងទៅស្ដាប់លេងលឺហើយបានយើងចេះនាំលេងញុកទៅប្រើតែពូប្រើគេក្តាស់ប្រាប់ញុកតិចដែលគេចែកឲ្យវាអាចធ្វើឲ្យបែកក្តាស់តិចយើងក៏បានឬក៏ដាច់ស្អីស្ដាប់លេងលឺកូនខ្ញុំវាពេលដែលលឺសំឡេងហ្នឹងក៏កូនខ្ញុំភ្ញាក់ទាំងអស់ទូចកូនខ្ញុំភ្លោះផងវាទូចតែឲ្យ4-5ឆ្នាំមួយទៀតណាតែវាដេកលក់ទៅវាខ្លាចវាថាម៉ែខ្ញុំខ្លាចខ្មោចថាមិនមែនខ្មោចទេកូនវាចាក់បាសតើ
ភាពកុកក្លឿននឹងការបំពានរបស់ក្រមជលនិយមថៃនៅតែបន្តធ្វើទុកបុកម្នេញការបំផិតបំភ័យនិងការយាយីផ្លូវចិត្តដល់ប្រជាពលរដ្ឋកម្ពុជាបានកើតឡើងសាជាថ្មីនៅថ្ងៃទី17ឧបករណ៍បំពងសម្លេងធំដាក់នៅលើរថយន្តជាច្រើនគ្រឿងដែលកម្រិតសម្លេងរបស់វាអាចត្រូវបានគេស្មានថាប្រហែលជា500 ដេស៊ីបែលកំពុងរៀបចំត្រៀបត្រាបែរសម្ដៅចំផ្ទះអ្នកភូមិជោគជ័យបើសិនជាសម្លេងនេះបានបញ្ចេញក្នុងកម្រិតអតិបរមានោះវានឹងប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្សជាពិសេសត្រចៀកហើយបើសិនជាមានសម្លេងព្រឺព្រួយថែមទៀតនឹងបង្កជាបញ្ហាផ្លូវចិត្តជាពិសេសមកលើកុមារយ៉ាងណាក៏ដោយភ្លាមក្រោយពីការកើតហេតុនេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចេញញត្តិបន្ទាន់ផ្ញើជូនឧត្តមស្នងការអង្គការសហប្រជាជាតិដើម្បីចុះមកស៊ើបអង្កេតដោយផ្ទាល់យ៉ាងឆាប់រហ័សនៅព្រំដែនកម្ពុជាថៃអំពីការរំលោភសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរជាពិសេសនៅក្រោមអនុសញ្ញាប្រឆាំងនឹងទារុណកម្មឬទណ្ឌកម្មឯទៀតដែលឃោរឃៅអមនុស្សធម៌ដោយឡែកក្រុមអ្នកអង្កេតការអន្តរការប្រចាំកម្ពុជាក៏បានចុះពិនិត្យដោយផ្ទាល់ពីសកម្មភាពបំពានផ្នែកសិទ្ធិមនុស្សពីក្រុមជលនិយមថៃដើម្បីផ្ទៀងផ្ទាត់និងធ្វើរបាយការណ៍កាលពីថ្ងៃទី11 ខែតុលាឆ្នាំ2025ផងដែរ